mình đang tha côn bongប្អូនដូចកូនខ្ញុំអត់ទេឲ្យតែពេលញ៉ាំបាយហ្នឹងនឹងអាទាទូរស័ព្ទមកមើលហើយបើអត់មានទូរស័ព្ទទេញ៉ាំបាយមិនចូលទេតែអត់ដឹងថាធ្វើម៉េចឲ្យគាត់ផ្ដាច់បានទេបងប្អូនហើយខ្ញុំចេះតែព្យាយាមប្រឡប់គាត់ដែរប៉ុន្តែបើគាត់អត់មានទូរស័ព្ទអញ្ចឹងទៅគាត់ញ៉ាំបាយអត់បានច្រើនអញ្ចឹងមានតែឲ្យគាត់មើលសិនហើយណាមួយខ្ញុំអត់ចង់ឲ្យគាត់ញៀននឹងទូរស័ព្ទពេកទេបើគាត់ញៀនពេកអញ្ចឹងទៅធ្វើឲ្យគាត់អត់ចង់លេងអត់ចង់រៀនអញ្ចឹងណាបងប្អូនអរគ្នាបើបងប្អូនមានវិធីណាដែលថាកុំឲ្យក្មេងគាត់លេងទូរស័ព្ទច្រើនឲ្យបងប្អូនជួយប្រាប់ខ្ញុំផងហើយថ្ងៃនេះខ្ញុំមកឆាល្ពៅជាមួយនឹងសាច់ជ្រូក3ជាន់ញ៉ាំម្ដងដោយសារតាមានល្ពៅនៅសល់2 3ផ្លែដែរបងប្អូនអរគ្នាអញ្ចឹងទៅចាឆាញ៉ាំម្ដងទៅហើយណាមួយអត់ដឹងថាធ្វើម្ហូបអីដែរបងប្អូនអញ្ចឹងមានល្ពៅនៅសល់ហើយចាំកាលយើងមកឆាល្ពៅញ៉ាំហើយថ្ងៃហ្នឹងល្ពៅនៅសល់3បងប្អូនអាល្ពៅនេះអត់ដឹងល្ពៅអីដែរបងប្អូនអរគ្នាព្រោះអីខ្ញុំធ្លាប់តែញ៉ាំអាល្ពៅបែបមូលបងប្អូនតែពេលអាល្ពៅនេះអត់ដែលសាកញ៉ាំទេហើយអត់ដឹងថាវាស្អិតអត់ទៀតបើបងប្អូនដឹងជួយខមមិនប្រាប់ម្នាក់មួយផងហើយតែពេលខ្ញុំចិត្តសបកវាទៅវាលឺក្រឹបដែរព្រោះអីចាស់ថាបើសិនជាចិត្តទៅលឺក្រឹបស្រួយអាហ្នឹងដឹងថាវាស្អិតហើយតែអត់តន់ដឹងរសជាតិមិនដែរតែពេលយើងឆាទៅមិនដឹងថាវាស្អិតមិនស្អិតទេបងប្អូនអរគ្នាណាមួយពេលយើងចិត្តទៅវារឿងប្រហោងខាងក្នុងអញ្ចឹងហើយសាច់គេលងល្អមែនទេព្រោះអីខ្ញុំស្លោអីម្ដងខ្ញុំចូលចិត្តទិញតាអាល្ពៅមូលអាល្ពៅខ្មែររបស់យើងតែអាល្ពៅបែបនេះខ្ញុំអត់ដែលទិញយកមកស្លោញ៉ាំដែរតែល្ពៅនេះដោយសារតែខ្ញុំទៅស្រុកឲ្យមុនហ្នឹងអ៊ំខ្ញុំគាត់ផ្ញើមកឲ្យទេអញ្ចឹងទៅអត់ចង់ទុកយូរខ្លាចវាអត់ឆ្ងាញ់ហើយក៏យកមកឆាសាច់ជ្រូក3ជាន់ញ៉ាំទេខ្ញុំឲ្យតែមានល្ពៅមានតែឆាសាច់ជ្រូកនឹងឯងបើមិនឆាសាច់ជ្រូកទេក៏ធ្វើផ្អែមល្ពៅញ៉ាំដែរហើយការឆាល្ពៅរបស់ខ្ញុំគឺខ្ញុំចិត្តបែបរៀងជ្រុងវែងអញ្ចឹងបើបងប្អូនឆាល្ពៅបងប្អូនចិត្តបែបណាដែរបងប្អូនចាហើយខ្ញុំចិត្តទាំង3នឹងតែម្ដងទៅពេលចិត្តទៅឃើញដូចច្រើនដែរអញ្ចឹងទៅខ្ញុំទុកមួយវិញបងប្អូនចាមើលទៅដូចថាមកកញ្ច្រែងធំអញ្ចឹងខ្លាចញ៉ាំអត់អស់ហ៎ហើយសាច់ជ្រូក3ជាន់ខ្ញុំដាក់ប្រហែលជា2 3ខាំទេបងប្អូនអរគ្នាពួកអីឆាអីមួយគឺអត់សូវចូលចិត្តញ៉ាំសាច់ច្រើនចូលចិត្តញ៉ាំបន្លែអញ្ចឹងទៅដាក់សាច់តែមួយល្មមបានហើយដល់ពេលខ្ញុំហាន់សាច់ជ្រូកហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមយើងដំខ្ទឹមទុកកំពងឆាតែម្ដងហើយមុននឹងឆាគឺខ្ញុំយកសាច់ជ្រូកមកម្លិញវារៀងស្ងួតក្រៀមបន្តិចសិនព្រោះអីខ្ញុំអត់ចូលចិត្តញ៉ាំសាច់ជ្រូករៀងស្រស់ហ្នឹងអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងខ្ញុំលំលីងវាឲ្យវាឡើងក្រៀមល្អចេញខ្លាញ់ហើយសម្រាប់ឆាកំពងខ្ទឹមយើងហ្នឹងតែម្ដងទៅពេលឲ្យវាចេញខ្លាញ់បន្តិចសិនអញ្ចឹងទៅខ្ញុំអត់ចាំបាច់ប្រើជាមួយនឹងប្រេងឆាទៀតទេណាមួយឥឡូវប្រេងអីក៏ឡើងថ្លៃដែរអញ្ចឹងយើងសំចៃខ្លះទៅពេលយើងចំហៀវអញ្ចឹងខ្លាញ់ចេញពីអាសាច់ជ្រូក3ជាន់របស់យើងហ្នឹងល្មមមកឆាតែម្ដងនេះបន្ទាប់ពីវាឡើងក្រៀមបន្តិចហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមដែលយើងបានដំចូលទៅតែខ្ញុំប្រើភ្លើងតិចទេបងប្អូនអរគ្នាព្រោះអីបើថាយើងប្រើភ្លើងខ្លាំងពេកខ្លាចវាខ្លោចខ្ទឹមអញ្ចឹងទៅវាអត់ឆ្ងាញ់ដែរអញ្ចឹងយើងប្រើភ្លើងមកល្មមបានហើយតែពេលអញ្ចឹងមកយើងឡើងឈ្ងុយហើយយើងបន្ថែមជាមួយនឹងស្ករត្នោតយើងកូរវាឲ្យឡើងឈ្ងុយឡើងក្រហមបន្តិចហើយចាំយើងបន្ថែមគ្រឿងទៅតាមក្រោយទៀតហើយការឆារបស់យើងគឺដូចតែឆាបងប្អូនឆានឹងឯងអត់មានដាក់អីច្រើនទេបងប្អូនចាមានតែដាក់ស្ករត្នោតដាក់ទឹកត្រីប៊ីចេងអីចឹងទៅហើយបើយើងមានជាមួយនឹងប្រេងខ្យងក៏យើងដាក់ប្រេងខ្យងក៏បានដែរស្រេចតែបងប្អូនចូលចិត្តចឹងណាហើយខ្ញុំចូលចិត្តដាក់តែទឹកត្រីហើយស្ករត្នោតហើយឆាល្ពៅរបស់ខ្ញុំចូលចិត្តប្រើម្រេចដែរបងប្អូនអរគ្នាខ្ញុំលួចម្រេចបន្តិចអញ្ចឹងណាតែពេលនេះស្កររបស់យើងហ្នឹងគឺវាឡើងឈ្ងុយហើយខ្ញុំបន្ថែមជាមួយនឹងទឹកត្រីចូលទៅដើម្បីឲ្យវាកាន់តែឈ្ងុយទៀតអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងបន្ថែមទឹកត្រីហើយយើងបន្ថែមគ្រឿងមានប៊ីចេងបន្តិចទៀតទៅហើយបើសិនជាយើងចូលចិត្តផ្អែមក៏យើងដាក់ស្កររៀងច្រើនទៅប៉ុន្តែខ្ញុំគិតថាល្ពៅរបស់យើងហ្នឹងវារៀងផ្អែមស្រាប់ហើយអញ្ចឹងខ្ញុំប្រើស្ករតែមួយល្មមទេនេះខ្ញុំបន្ថែមប៊ីចេងចូលទៅហើយយើងកូរឲ្យសព្វចូលគ្រឿងហើយបានខ្ញុំបន្ថែមចូលជាមួយនឹងទឹកជាយើងហ្នឹងបងប្អូនអរគ្នាយើងដាក់ឲ្យសាច់ជ្រូករបស់យើងឆ្អិនសិនចាំយើងបន្ថែមជាមួយនឹងបន្លែល្ពៅរបស់យើងចូលទៅតាមក្រោយហើយបងប្អូនដែលថាអត់ចូលចិត្តដាក់ម្រេចទេយើងមិនបាច់ដាក់ក៏បានដែរតែខ្ញុំឲ្យតែឆាល្ពៅខ្ញុំចូលចិត្តប្រើម្រេចអញ្ចឹងខ្ញុំលួចម្រេចបន្តិចដែរនេះយើងកូរវាឲ្យសព្វចូលគ្រឿងអញ្ចឹងណាបងប្អូនអរគ្នាចាហើយយើងភ្លក់មកល្មមឲ្យហើយទៅពេលទឹកខាំងអញ្ចឹងទៅយើងបន្ថែមតែជាមួយនឹងបន្លែគឺភ្លក់រសជាតិមកល្មមឆ្ងាញ់តែម្ដងយើងអត់ចាំបាច់ថែមថយគ្រឿងទៀតអញ្ចឹងណាបងប្អូនអរគ្នានិយាយទៅមុខម្ហូបមួយមុខនេះគឺលឿនទេម្ហូបឆាល្ពៅធ្វើងាយលឿនតែម្ដងដោយសារតា
អត់ដឹងធ្វើម្ហូបអីញ៉ាំដែរបងប្អូនណាមួយខែក្តៅអញ្ចឹងមិនដឹងញ៉ាំអីទេនឹកម្ហូបរំតែឃើញមុខហ្នឹងអូយឈឺក្បាលហើយបងប្អូនអរគ្នានិយាយទៅបើហាប់ពេលទៅផ្សារវិញដល់នឹកម្ហូបពីផ្ទះទៅបានយើងថារោមម្ហូបអីលឿនបើថាអត់នឹកម្ហូបពីផ្ទះទៅទេដើរជុំវិញផ្សារឆ្វែ4 5ជុំហ្នឹងមិនទាន់ដឹងថាធ្វើម្ហូបអីផងអានេះបន្ទាប់ពីខ្ញុំឆាវាឡើងរាងឆ្អិនបន្តិចហើយខ្ញុំដាក់តាលឹកខ្ទឹមហើយនឹងម្ទេសដែលយើងបានហាន់ពីលើចឹងមកឃើញពណ៌ឃើញទំនងស្អាតគួរចង់ញ៉ាំចឹងបងប្អូនអរគ្នាតែប៉ុណ្ណឹងគឺឆាល្ពៅរបស់យើងរួចរាល់ឆ្អិនជាការស្រេចតែម្ដងមើលទៅទំនងគួរចង់ញ៉ាំមែនទែន